លោកនាងនឹងមានស្នាប់វិទ្យុអាស៊ីសេរីជាទីគោរពរាប់អានថ្ងៃនេះវិទ្យុអាស៊ីសេរីមានកិត្តិយសដែលបានទទួលការអញ្ជើញមកដល់បន្ទប់ថតសម្លេងនៃវិទ្យុអាស៊ីសេរីក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកនៃលោកអតីតសាស្ត្រាចារ្យពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជព្រមទាំងជាអ្នកផ្សាយសម្លេងវិទ្យុដ៏ល្បីល្បាញនៃសម្លេងសហរដ្ឋអាមេរិកគឺលោកសាស្ត្រាចារ្យមាស John ខ្ញុំបាទសូមជម្រាបសួរលោកសាស្ត្រាចារ្យបាទជំរាបសួរបាទទីចំណុចដែលសំខាន់នៃការជួបសូមការយល់ដឹងរបស់លោកសាស្ត្រាចារ្យនៅក្នុងឱកាសនេះគឺតាក់ទងនឹងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលកំពុងតែរៀបចំកាន់បិណ្ឌរហូតដល់បន្តិចទៀតនឹងមានពិធីប្រជុំដ៏ធំមួយហើយតាមការកត់សម្គាល់មកឃើញមានតែនៅក្នុងប្រទេសកម្ពុជាសូម្បីតែប្រទេសកាន់ពុទ្ធសាសនាដទៃទៀតជាតួយ៉ាងនៅស្រីលង្កានៅភូមាមិនឃើញមានពិធីនេះទេតើការរៀបចំបុណ្យកាន់បិណ្ឌហ្នឹងមានដំណើរដើមតងយ៉ាងណានៅក្នុងព្រះពុទ្ធសាសនាបាទរឿងនេះមានដំណើរដើមតងតាំងតែពីព្រះពុទ្ធកាលគឺព្រះពុទ្ធព្រះអង្គទ្រង់គង់នៅនៅឡើយកាលសម័យនោះភិក្ខុតែងតែដើរពាសពេញទីកន្លែងក្នុងខែវស្សាណាហើយចន់សន្ទុងគេហើយដូច្នេះព្រះលោកហាមថាកុំឲ្យដើរតោងកាន់វស្សាហ្នឹងគឺនៅមួយកន្លែងកុំឲ្យដើរចន់សន្ទុំគេខូចដំណាំរបស់គេហើយដល់ពេលចូលវស្សាទៅឧបាសកទាយទាយិកាហ្នឹងតែងតែប្រគេនបច្ច័យ4ហើយនឹងដើមរឿងហ្នឹងគឺថាជាបុណ្យបច្ច័យ4ទេបន្ទាប់មកទៀតហ្នឹងមានពិធីបុណ្យដូចជាធ្វើកន្លែងនៅសម្រាប់ប្រសង់គង់ដូចជាតូបដូចជាវត្តអារាមអីចឹងកន្លែងសម្រាប់ប្រសង់គង់ហ្នឹងណានឹងតែសង្កេតពីសម័យព្រះប៉ុន្តែមិនមែនមានពិធីបិណ្ឌហើយប្រជុំដូចជាយើងធ្វើនៅស្រុកខ្មែរយើងនេះទេបាទអញ្ចឹងទៅតើពិធីបុណ្យកាន់បិណ្ឌឬក៏ប្រជុំបិណ្ឌនេះធ្លាយចេញពីតាណាមកវិញតើតើនៅក្នុងពុទ្ធសាសនាបាទតាមខ្ញុំសង្កេតមើលទៅមានតែក្នុងប្រទេសខ្មែរយើងហើយនិងប្រទេសថៃគេធ្វើបន់ចឹងដែរប៉ុន្តែមិនមែនដូចខ្មែរសុទ្ធសាធទេបើលាវមានដូចពីព្រោះពុទ្ធសាសនានៅប្រទេសលាវបានឥទ្ធិពលចេញពីស្រុកខ្មែរទៅដែរណាបាទហើយម្យ៉ាងវិញទៀតពិធីបុណ្យនឹងជាពិធីបុណ្យជាតិរបស់ខ្មែរយើងសុទ្ធសាធតែម្ដងបាទនឹងថាពិធីបុណ្យនឹងកើតមកពីកន្លែងមួយដែលសម័យអង្គរវត្តនឹងព្រះបាទសូរ្យវរ្ម័នទី1បានធ្វើចម្បាំងជាមួយនឹងប្រទេសមនប្រទេសមននឹងនៅភាគខាងប្រទេសភូមាសប្តាហ៍ថ្ងៃនេះឯងដែលបានច្បាំងជោគជ័យហើយបានគ្រប់គ្រងនគរមួយហៅនគរស្រីលវូរដែលប្រទេសខ្មែរសប្តាហ៍ថ្ងៃនេះខ្មែរនៅក្នុងដីសៀមទេគេហៅថាលុបបុរីបាទប្រទេសលុបបុរីឬក៏ស្រីលវូនឹងជាកន្លែងដែលមានព្រះពុទ្ធសាសនាលូតលាស់ល្អណាស់គឺថាពុទ្ធសាសនាហេនយានយើងនេះមានគេប្រតិបត្តិគោរពត្រឹមត្រូវហើយមានវត្តអារាមគេហៅថា Buddhist country of Sri Lavu ចឹងតែម្ដងសម័យនោះក្នុងសតវត្សទី10មុនចុងសតវត្សទី10ហ្នឹងបាទហើយនៅព្រះពុទ្ធសាសនាហ្នឹងបែបរីករាលដាលចេញពីនោះមកមើលទៅបាទក៏ប៉ុន្តែនៅក្នុងប្រវត្តិប្រទេសកម្ពុជាផ្ទាល់ខ្លួនហ្នឹងក៏បានឃើញអំពីការចូលមកដល់នៃព្រះពុទ្ធសាសនានឹងតាំងពីសតវត្សដំបូងនៃគ្រិស្តសតវត្សម្លេះអាចនឹងសតវត្សទី2ទី3ផងដែរអញ្ចឹងមែនទេបាទមានពីព្រោះនៅក្នុងសម័យដែលប្រទេសខ្មែរនៅក្នុងនគរចិនឡានៅឡើយស្ដេចគ្រប់គ្រងប្រទេសតែងមានការគោរពដល់សាសនាទាំងពីរគឺសាសនាហិណ្ឌូសាសនាព្រាហ្មណ៍ហើយនឹងព្រះពុទ្ធសាសនាចឹងដែរបាទប៉ុន្តែបញ្ហាបើយើងនឹងវែកញែកស្រាវជ្រាវទៅរករឿងអតីតកាលក៏ឃើញតែច្រើនវែងអន្លាយណាស់ដែរក៏ប៉ុន្តែដោយសារតម្រូវតាមពេលវេលាដែលយើងមានតិចតួចខ្ញុំបាទចង់សូមលោកសាស្ត្រាចារ្យមេត្តាជួយបង្ហាញផ្លូវអស់លោកនាងមិនអ្នកស្ដាប់ក៏ដូចជាផ្ទាល់ខ្លួនខ្ញុំបានដែរតាក់ទងនឹងការធ្វើពិធីបុណ្យកាន់បិណ្ឌនេះហើយកាលណាគេនិយាយពីបុណ្យកាន់បិណ្ឌក្នុងគំនិតអ្នកនិយាយដែលពិសេសជាខ្មែរហ្នឹងជាទូទៅតែនឹកឃើញដល់បុព្វការីជនហើយបុព្វការីជនដែលគេនឹកខ្លាំងជាងគេគឺប្រែតហ្នឹងតែមកតែមានពិធីបុណ្យកាន់បិណ្ឌឡើងគឺគេនិយាយពីរឿងបុណ្យបោះបាយឲ្យប្រែត
ប្រែតឈរខ្ពស់ប្រែតមាត់តូចគឺมันអាចញ៉ាំអីបានទទួលទានអីបានទេឥឡូវនិយាយដល់ខ្លីគឺថាកាលណានិយាយពីបុណ្យកាន់បិណ្ឌគឺមានប្រែតហ្នឹងមកបាទតើរឿងប្រែតហ្នឹងរឿងយ៉ាងម៉េចចឹងរឿងប្រែតហ្នឹងឯងតាមកពីខ្លះនេះនិយាយថាសាច់ញាតិដែលបានធ្វើមរណកាលហើយស្លាប់ទៅដូចជាមាតាបិតាយើងជាដើមឬក៏ញាតិកាដតីជីដូនជីតាអីចឹងជាដើមដែលស្លាប់ទៅតលតែទៅកើតជាប្រែតម្យ៉ាងបានទទួលផលបុណ្យដែលយើងធ្វើនឹងទៅបានប្រែតម្យ៉ាងហ្នឹងឈ្មោះបរិតតោបជីវប្រែតហើយក្នុងបរិតតោបជីវប្រែតហ្នឹងគឺមានកម្ពស់យ៉ាងណាមិនដឹងទេគេមិនមាននិយាយទេប៉ុន្តែជាឈ្មោះប្រែតម្យ៉ាងហ្នឹងបានទទួលផលទៅបានបើថាមិនកើតទៅជាប្រែតហ្នឹងទេផលដែលយើងធ្វើយ៉ាងណាក៏ដោយមិនបាច់ទទួលផលបានទេតាមមើលបុព្វការីជនខ្មែរដែលជាអ្នកកាន់ពុទ្ធសាសនាហ្នឹងស្លាប់ទៅកើតទៅជាប្រែតធនណាច្រើនជាងគេទៅនេះជារឿងដែលយើងប៉ាន់ស្មានខ្ញុំមិនអាចឆ្លើយបានទេកន្លែងហ្នឹងក៏ប៉ុន្តែយើងដឹងថាប្រែតហ្នឹងជាចម្ពុះសត្វមួយយ៉ាងយើងហៅសត្វទៅព្រោះមនុស្សយើងក៏ហៅសត្វវលោកចឹងដែរប៉ុន្តែមិនមែនជាសត្វដូចជាសត្វដេរិឆានដូចជាគោក្របីសត្វស្លាបអីចឹងជាដើមទេវាប្រែតហ្នឹងមានខ្លួនប្រាណមានមុខមានមាត់មានសរីររាងកាយសឹងតែដូចមនុស្សចឹងដែរនេះជាការសន្និដ្ឋានទេពីព្រោះតាមការដែលនិយាយក្នុងគម្ពីរថាប្រែតហ្នឹងជាអតិសមានកាយគឺមានរូបកាយដែលគេមើលមិនឃើញគឺថារូបកាយដូចមនុស្សអញ្ចឹងប៉ុន្តែមើលមិនឃើញទេដោយសារតែលោកសាស្ត្រាចារ្យក៏ធ្លាប់រស់នៅក្នុងប្រទេសច្រើនដែរតាំងតែពីក្មេងមកទល់ពេលនេះហើយលោកសាស្ត្រាចារ្យខ្លួនឯងក៏អញ្ជើញធ្វើការក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិកមួយចំណែកសំខាន់គឺរាយការណ៍ខាងផ្នែកវិទ្យាសាស្ត្រនឹងតែម្ដងផងដែរឥឡូវនេះតកតងនឹងរឿងប្រែតក្នុងជំនឿរបស់ខ្មែរលោកសាស្ត្រាចារ្យអាចបញ្ជាក់បានថាម៉េចខ្មែរអ្នកកាន់ពុទ្ធសាសនានឹងទទួលស្គាល់ថាបុព្វការីជនឬក៏ញាតិសន្តានរបស់ខ្លួននឹងកើតទៅជាប្រែតបានជានាំគ្នាធ្វើបុណ្យកាន់បិណ្ឌជាប្រចាំរាល់ឆ្នាំហ្នឹងតើប្រែតនឹងពិតជាមានមែនទេរឿងពិតជាមានមែនឬពិតមិនមានមែនហ្នឹងគ្មានអ្នកណាឆ្លើយបានទេក៏ប៉ុន្តែយើងជឿតគ្នាមកតាមសភៅតាមរឿងនិទាននិយាយក្នុងពុទ្ធសាសនាហ្នឹងណាមិនមែនមានក្នុងគម្ពីរបត្រៃបិដកទេអូមែនហើយរឿងប្រែតហ្នឹងដូចជាសពថ្ងៃហ្នឹងមានអ្នកខ្លះយល់សពឃើញហើយមានអ្នកខ្លះស្រមើស្រមៃប៉ុន្តែរឿងហ្នឹងវាជារឿងមិនពិតគឺរឿងស្រមើស្រមៃឃើញដូចអ្នកខ្លះឃើញខ្មោចលងអ្នកខ្លះឃើញភ្លើងដែលទៅលើអាកាសអីចឹងមិនមែនភ្លើងសោះមិនមែនព្រាយសោះតាមវិទ្យាសាស្ត្រថាមកអំពីធាតុម្យ៉ាងដែលស្លឹកឈើវាស្អុយទៅវាទៅជាឧស្ម័នម្យ៉ាងគេហៅមេតានឧស្ម័នមេតានហ្នឹងកាលណាប៉ះនឹងអុកស៊ីហ្សែនវាឆេះទៅជាភ្លើងដែលទៅក្នុងអាកាសនឹងហើយដែលយើងឃើញថាព្រាយហោះតាមពិតមិនមែនសោះនេះវិទ្យាសាស្ត្រគេពិសោធន៍ឃើញថាមេតានទេដែលប៉ះនឹងអុកស៊ីហ្សែនវាឆេះទៅជាភ្លើងនោះដូចជាក្នុងសាសនាគ្រីស្ទខ្ញុំបានឮផ្ទាល់ពីអ្នកនិយាយក្នុងសាសនាគ្រីស្ទថាឃើញ angel គឺដូចទេពអប្សរអញ្ចឹងណាឃើញនឹងភ្នែកពិតប្រាកដមកនិយាយប្រាប់ខ្ញុំថាអ្នកឯងឃើញមែនប៉ុន្តែមិនមែនឃើញនឹងភ្នែកទេឃើញនឹងចិត្តនឹងជំនឿដោយសារតែជំនឿថាមានទេពអប្សរដូចជាអ្នកឃើញខ្មោចលងអញ្ចឹងដោយសារតែជំនឿថាមានខ្មោចលងឃើញប៉ុន្តែមិនមែនឃើញនឹងភ្នែកទេមិនមែនឃើញនឹងចក្ខុវិញ្ញាណទេឃើញនឹងមโนវិញ្ញាណឃើញនឹងចិត្តដូចជាសម័យបច្ចុប្បន្ននេះដូចជាចដូនមួយខ្ញុំគាត់ថាមានបរិវាររបស់គាត់នៅក្រោមភ្នំកូលែននឹង300នាក់ខ្ញុំថានៅមិនកើតទេក្រោមភ្នំនោះសិតតែថ្មដីវាមនុស្សណានៅកើតហើយគាត់ឃើញដូច្នេះការឃើញនោះមិនមែនឃើញដោយចក្ខុទេគឺឃើញដោយមโนវិញ្ញាណដឹងក្នុងចិត្តឃើញជារូបអញ្ចឹងដូច្នេះឃើញប្រែតហ្នឹងគឺឃើញអញ្ចឹងហើយដូច្នេះប្រែតហ្នឹងមានកំណើតកើតដោយសារជំនឿរបស់មនុស្សលោកទេ
បើតាមខ្ញុំយល់ថាតាមវិទ្យាសាស្ត្រគឺថាគ្មានជីវិតអ្វីក៏កើតឡើងគ្មានពូជទេបាទតើតែមានពូជដូចជាមនុស្សដើមឈើសត្វអីចឹងជាដើមកើតមកពីកោសិកាជាអ្នកបង្កើតកោសិកានឹងហើយដែលគេហៅថា DNA បាទ deoxynucleic acid គឺថា DNA នឹងមាននៅក្នុងកោសិកាប្រសាទកោសិកាប្រសាទនឹងឯងមានក្នុងគ្រប់ជីវិតមនុស្សសត្វដើមឈើអ្វីទាំងអស់ដែលមានជីវិតសិតតែមានកោសិកាប្រសាទហើយកោសិកាប្រសាទនឹងហើយដែលជាពូជឬខ្មែរយើងហៅថាពន្ធុចឹងក៏បានដែរហើយពន្ធុពូជនឹងមានចប់តរហូតតាំងពីបឋមកាលគឺកាលដែលកកើតផែនដីឡើងហើយមានធាតុដែលផ្សំគ្នាកកើតទៅជាជីវិតបានហ្នឹងបាទលោកសាស្ត្រាចារ្យមែនតើយើងត្រឡប់ទៅចំណុចជំនឿរបស់ខ្មែរបន្តិចដោយសារតែថារដូវនេះជារដូវបុណ្យភ្ជុំបិណ្ឌហើយការសុំការយល់ដឹងរបស់លោកសាស្ត្រាចារ្យនៅក្នុងឱកាសនេះគឺដើម្បីឆ្លុះបញ្ចាំងការជឿពីព្រោះថានៅក្នុងពុទ្ធសាសនាលោកណែនាំថាជឿប្រកបដោយបញ្ញាអញ្ចឹងទេណាបាទហើយជំនឿមានច្រើនបែបច្រើនប្រភេទណាខ្ញុំបាទទំបានស្ដាប់សម្ដេចព្រះសង្ឃរាជជួនណាតតាមកាសែតប្រសូសៀងរបស់ព្រះអង្គកាលពីពេលថ្មីនេះគឺនិយាយអំពីជំនឿដែលចេះតែមានបន្តគ្នាមកហើយជាជំនឿខុសដូចរឿងតាក់ទងនឹងរឿងបញ្ញាសច្ចេតដកក្តីបញ្ញាសច្ចេតដកហ្នឹងបើតាមសម្ដេចព្រះសង្ឃរាជជួនណាតលោកថាជាការតែងនិពន្ធរបស់ក្រុមនិស្សិតសម័យ 4-500 ឆ្នាំមុននេះឯងប៉ុន្តែដល់អ្នកដែលអានបញ្ញាសច្ចេតដកយូរទៅវាទៅជារឿងហ្នឹងសិតទៅជារឿងព្រះទាំងអស់ហើយមានជំនឿខ្លះវាជាជំនឿធ្លាយចេញទៅខុសចំណុចដើមហើយសំខ្មែរធ្លាប់និយាយផងថាជុះចេញក្អែកមួយទេអ្នកដែលនិយាយចុងក្រោយគេវាចេញទៅជាក្អែក10បាទណាដល់អញ្ចឹងទៅអាចនឹងនាំឲ្យមានវិបត្តិដល់សង្គមជាតិទាំងមូលប្រសិនបើសមាជិកនៃសង្គមនោះជឿខុសពីគោលការណ៍ដើមលោកសាស្ត្រាចារ្យគិតថាមកទល់បច្ចុប្បន្ននេះជាពិសេសតាក់ទងនឹងរឿងបុណ្យកាន់បិណ្ឌនេះតើការកាន់បិណ្ឌដោយបូជាត្រឡប់វិញទៅដល់បុព្វការីជនដូចដែលធ្វើមកនឹងត្រឹមត្រូវតាមពុទ្ធសាសនាដែរឬទេខ្ញុំយល់ថាធ្វើនឹងត្រឹមត្រូវតាមពុទ្ធសាសនាក៏ប៉ុន្តែមានអ្នកខ្លះជឿទៅផ្លូវឆ្វេងមិនត្រឹមត្រូវប្រមាណទេត្រឹមត្រូវនោះគឺថាកាលណាបីធ្វើបុណ្យនឹងអ្នកមានសិលបានផលច្រើនគឺបានដល់ប្រសង្ឃដែលជាអ្នកកាន់សិលបើយើងធ្វើបុណ្យធ្វើទាននឹងអ្នកដទៃក៏បានផលដែរដូចជាអ្នកក្រអ្នកខ្សត់អ្នកមានទ្រព្យសម្បត្តិអីនឹងគេយើងឲ្យទានក៏បានផលចឹងដែរប៉ុន្តែពេលយើងធ្វើបុណ្យកាន់បិណ្ឌហើយនឹងភ្ជុំនៅរដូវនេះគឺជាការត្រឹមត្រូវតាមពុទ្ធសាសនាហើយពីព្រោះតែរដូវភ្លៀងបាសកទេយកមិនធ្វើស្រែចម្ការមិនរវល់នឹងដកស្ទូងទៀតទេគឺផុតហើយឥឡូវហ្នឹងហើយដូច្នេះហើយបានជាត្រូវធ្វើបុណ្យរំលឹកបុព្វការីជនដល់មាតាបិតាគ្រូបាអាចារ្យញាតិសន្តានដែលបានចែកឋានទៅហើយហ្នឹងយើងត្រូវធ្វើបុណ្យជូនគាត់ដូចជារំលឹកនឹកឃើញដល់គាត់ដូច្នេះវាត្រូវនឹងអ្នកកាន់សាសនាដទៃដែរដូចជាសាសនាអ៊ីស្លាមក៏គេមាននឹករលឹកបុព្វការីជនសាសនាគ្រីស្ទក៏អញ្ចឹងដែរនេះជាការត្រឹមត្រូវតាមពុទ្ធសាសនាណាប៉ុន្តែបើទៅកើតជាប្រែតជានរកឬជាសត្វដេឆានអ្វីឲ្យបញ្ជូនផលទៅនោះឲ្យដល់ផងនោះនឹងជារឿងមួយទៀតក្នុងពុទ្ធសាសនានិយាយថាបានទៅដល់តែប្រែតម្យ៉ាងគឺបរតតោបជីវប្រែតប៉ុន្តែបើយើងគិតថាបើដល់ប្រែតម្យ៉ាងប្រែតដទៃមិនក៏មិនដល់ត្រូវទៅដល់ដែរដូចគ្នាបាទទៀតលើមុននឹងចេញពីមេតិកាប្រែតហ្នឹងខ្ញុំចង់បញ្ជាក់លោកសាស្ត្រាចារ្យអំពីជំនឿខ្មែរមួយចំណុចទៀតហើយជំនឿនេះសឹងថាជាទីពេញនិយមទៀតផងអំពីការដែលបុព្វការីដែលជាម៉ែជាឪដែលបានកើតទៅជាប្រែតហើយដល់ពេលបុណ្យសុនទានរដូវហ្នឹងជាពិសេសកាលណាប្រែតដែលជាម្ដាយជាឪពុកដើរស្វះស្វែងរកកូនចៅនៅគ្រប់7វត្តរកមិនឃើញទេហ្នឹងគឺថាមានរឿងរ៉ាវច្រើនណាស់ដល់កូនចៅនោះហើយនៅបច្ចុប្បន្ននេះមានទាំងការផ្សព្វផ្សាយជាកំណាព្យកាបឃ្លោងតាក់ទងនឹងទំនួញប្រែតទួញសោកសៅចំពោះការរកកូនចៅមិនឃើញហ្នឹងចំណុចនេះលោកសាស្ត្រាចារ្យបញ្យល់អ្នកស្ដាប់ព្រមទាំងប្រជាពុទ្ធបរិស័ទដែលមានជំនឿក្នុងរឿងហ្នឹងយ៉ាងម៉េចបាទរឿងក្នុងពុទ្ធសាសនាមាននិយាយដែរថា
កាលដែលសម័យព្រះពុទ្ធគង់នៅឡើយព្រះបាទពិមពិសាបានផ្ទុំមិនលក់សោះយប់មួយនោះពីព្រោះព្រះអង្គឮសូរតែសំឡេងស្រែកយំធ្ងោទៀមទាឲ្យធ្វើបុណ្យជូនទៅគេផងគេអត់មហូបអាហារស៊ីទេហើយហ្នឹងគឺសំឡេងប្រែតដែលជាញាតិសន្តានរបស់ព្រះបាទពិមពិសាហើយព្រះបាទពិមពិសាដល់ភ្ញាក់ឡើងទៅបានទៅទូលព្រះសួរព្រះពុទ្ធថាខ្ញុំម្ចាស់បានឮសូរសំឡេងទួញយំសំឡេងស្រែកសំឡេងធ្ងោចិត្តព្រះរាជវាំងហ្នឹងមិនដឹងជាសត្វអីជាតិអីមកនិយាយមកធ្ងោអញ្ចឹងព្រះពុទ្ធថានឹងគឺប្រែតដែលជាសាច់ញាតិរបស់ព្រះបាទពិមពិសាឯងហ្នឹងគ្នាត្រូវការបុណ្យកុសលបញ្ជូនទៅទទួលផលបុណ្យហ្នឹងទៅបានឈប់មកទៀមទាយំស្រែកហ្នឹងទៅបានបើមិនចឹងនៅតែស្រែកយំចឹងព្រះបាទពិមពិសានឹងត្រឡប់មកវិញក៏ធ្វើបុណ្យជូនកុសលទៅនឹងមានរឿងពីអតីតកាលមកដែរប៉ុន្តែថាវែងឆ្ងាយពេកជារឿងនិទានទេតាមពិតមិនមែនមានក្នុងបត្រៃបិដកឬក្នុងធម៌អ្វីទេរឿងនិទាននិយាយទៅមិនសូវសមហេតុសមផលដែរបាទរឿងប្រែតហ្នឹងបាទតែប៉ុន្តែតកតងនឹងទំនួញប្រែតសម័យទំនើបនេះដែលយំស្រែកទៀមទាមិនត្រឹមតែប៉ុណ្្នឹងទេដាក់បដាសាកូនចៅទៀតបើកាលណារក7វត្តមិនឃើញនៅក្នុងករណីនេះតើធ្វើយ៉ាងម៉េចបើកូនចៅមិនដឹងតែប្រែតមិនមកពុំមកដាក់ទំនាយបដាសាគ្នាទៀតតាមពិតខ្ញុំមិនដែលឃើញនៅក្នុងគម្ពីរណាសិភៅណានិយាយពីប្រែតចេះតែមានកំណាព្យកាប់ខ្លួនស្រែកទៀមទារកផលបុណ្យដល់គេបញ្ជូនទៅនៅទេមិនដែលឃើញទេបាទហ្នឹងប៉ុន្តែអញ្ចឹងតើក្នុងឋានៈជាពុទ្ធបរិស័ទហើយលោកសាស្ត្រាចារ្យក៏ធ្លាប់បង្រៀនសាលាបាលីជាន់ខ្ពស់ដែលជាគ្រឹះមូលដ្ឋានសំខាន់នៃជំនឿពុទ្ធសាសនាផងតើគួរបកស្រាយចំណុចហ្នឹងយ៉ាងម៉េចទេខ្ញុំយល់ថានេះជាស្នាដៃរបស់អ្នកឆ្លះវីក្នុងអក្សរសិល្ប៍អក្សរសាស្ត្រតែងកំណាព្យកាប់ឃ្លោកនឹងឡើងឬតែងសិភៅនឹងឡើងហើយដាក់ក្នុងរឿងថាជារឿងតាក់ទងទៅនឹងពុទ្ធសាសនារឿងពុទ្ធប្រវត្តិផងអីចឹងក៏បានដែរនេះជារឿងក្រៅទេមិនមែនជាការពិតមានចឹងមែនទេយើងគួរឲ្យជឿបានទេក្នុងរឿងពុទ្ធប្រវត្តិមានកន្លែងខ្លះមិនគួរឲ្យជឿបានទេរឿងដូចជាព្រះអង្គទៅសម្ដែងធម៌ប្រោសពមេដានៅឋានតាវតឹងព្រះអង្គទៅឋានតាវតឹងនៅណាឡើងទៅយ៉ាងម៉េចថាឡើងតាមចដាលកែវចដាលមាសចដាលប្រាក់ព្រះអង្គហោះអត់បានទេមានតែឡើងតាមចដាលមាសកែវប្រាក់ប៉ុន្តែធ្វើចដាលបានមាសប្រែប្រាក់មកពីណាក៏សន្ធឹកសន្ធាប់មែនរហូតទៅដល់ឋានសួគ៌ទៅឋានសួគ៌នៅណាសពថ្ងៃមិនជួយតែមើលទេរឿងហ្នឹងពិបាកជឿណាស់គឺថាឋានសួគ៌ទាំងអស់មានក្នុងពុទ្ធសាសនាហ្នឹងនិយាយតែពីឋានសួគ៌6ជាន់តែប៉ុណ្្នឹងចុះបាទហើយឆកាមាវចរសួគ៌ណាបាទគឺឋានទៀបទាំងអស់ហ្នឹងចាតុមហារាជការបាទតាវតង្សាយាមានិមានរតីប្រនិមិសវតីទាំង6ជាន់នឹងឯងនៅពីលើភ្នំហេមពៀនដែលយើងខ្មែរហៅថាភ្នំព្រះសម័យហើយគេជឿថាភ្នំព្រះសម័យហ្នឹងមិនមែននៅលើផែនដីទៀតនោះបាទហ្នឹងវាអស់ជឿនឹងនៅតែម្ដងបាទតាមរឿងពិតលោកសាស្ត្រាចារ្យបញ្យល់យ៉ាងម៉េចពីរឿងឋានសួគ៌ទាំង6ជាន់ឆកាមាវិជ្ជរៈសួគ៌មិញហ្នឹងណាឆកាមាវចរសួគ៌ហ្នឹងតាមពិតមានតែសម្រាប់ជនជាតិក្លិង្គទេបាទគឺមាននៅលើភ្នំហេមពៀនដែលមានជាន់ក្រោមបង្អស់ចាតុមហារាជការតាវតង្សាយាមានរតីហើយនឹងរឿងព្រះឥន្ទនឹងទៀតក៏មានចេញពីសាសនាព្រាហ្មណ៍សុទ្ធសាធតែម្ដងបាទរឿងព្រះឥន្ទនៅឋានតាវតឹងហ្នឹងជាស្ដេចទេវតាប៉ុន្តែព្រះឥន្ទហ្នឹងជាបិតានៅក្នុងសិភៅភគវត្តគីតានិយាយថាព្រះឥន្ទហ្នឹងជាឪពុករបស់ទេវតាទាំងអស់ហើយនឹងអសុរទាំងអស់ព្រះឥន្ទហ្នឹងសឹងតែមានលក្ខណៈដូចមនុស្សចឹងដែរចេះមានលោភៈទោសៈមោហៈអញ្ចឹងដែរមានខឹងមានវិបត្តិអីចឹងដែរបាទអញ្ជើញមានប្រសាសន៍មិញធ្វើខ្ញុំនឹកឃើញលោកសាស្ត្រាចារ្យធ្លាប់ជាសាមណនិស្សិតនិមន្តទៅរៀននៅស្រុកឥណ្ឌាហ្នឹងហើយមានប្រសាសន៍មិញគឺតាក់ទងជាមួយនឹងឋានកម្មាវិជ្ជរៈសួគ៌6ជាន់មិញហ្នឹងឋាននៅភ្នំហេមពៀនធ្លាប់អញ្ជើញទៅភ្នំហេមពៀនទេមិនដែលទៅទេប៉ុន្តែទៅជើងភ្នំដូចជាត្រង់កន្លែងព្រះប្រសូតនៅក្នុងប្រទេសនៅក្នុងដីនេប៉ាល់សពថ្ងៃហ្នឹងជាជើងភ្នំហេមពៀននេះភាគខាងត្បូងភ្នំហេមពៀនហ្នឹងឯង
ហើយភ្នំហេមពៀនតាមខ្ញុំសិក្សាភូមិវិទ្យាធរណីវិទ្យាហ្នឹងឃើញថាភ្នំហ្នឹងជាភ្នំខ្ពស់ជាងគេបង្អស់ក្នុងពិភពលោកដែលមានកម្ពស់9 គីឡូម៉ែត្រជាងផុតពីនោះភ្នំនៅឯណាក៏ដោយកម្ពស់ត្រឹមតែ6-7 គីឡូម៉ែត្រទេភ្នំនៅស្រុកខ្មែរយើងខ្ពស់តែ3 គីឡូម៉ែត្រប៉ុណ្ណឹងហើយខ្ញុំកាលនៅឥណ្ឌាខ្ញុំបានទៅជួបនឹងពួកកេណបាទពួកកេណហ្នឹងនៅស្រុកភូមិគេជើងភ្នំកៃឡាស់បាទណានឹងដូចក្នុងកាពីនិយាយចឹងមែនចឹងប៉ុន្តែថាឋានចតុមហារាជការថ្នាក់ដែលទៀតជាងគេគឺថ្នាក់នៅជើងភ្នំហ្នឹងឬក៏ជើងភ្នំហេមពៀនហ្នឹងឯងបាទប៉ុន្តែការសិក្សាស្រាវជ្រាវខាងភូមិសាស្ត្រខាងធរណីវិទ្យាมันបង្ហាញឲ្យឃើញថាចតុមហារាជការនៅឯណាទេប៉ុន្តែមានមនុស្សនៅដូចជាពួកកេណហៅតាមភាសាក្លិនថាគិណរហ្នឹងគឺជានាមត្រកូលរបស់គេដូចខ្សែគឹមអញ្ចឹងបាទដូចថាគឹមងប់គឹមអានគឹមគង់អីផ្សេងអញ្ចឹងជាដើមបាទហើយនឹងជាខ្សែរបស់គេទាំងស្រីទាំងប្រុសឈ្មោះដូចគ្នាគិណរដូចគ្នាអញ្ចឹងបាទមកទីលោកសាស្ត្រាចារ្យយើងត្រឡប់មកកម្ពុជាវិញដែលនៅឆ្ងាយពីភ្នំហេមពៀននឹងសន្លឹមសន្លោចណាស់ដែរក៏ដល់ចំណុចនៃការប្រតិបត្តិពិតនៅក្នុងប្រពៃណីទំនៀមទម្លាប់នឹងមានចំណុចមួយចំនួនលោកសាស្ត្រាចារ្យយល់ស្របថាវាជាចំណុចទៅតាមកន្លងរបស់ពុទ្ធសាសនាដែលគួរនឹងប្រតិបត្តិតទៅទៀតប៉ុន្តែលោកសាស្ត្រាចារ្យក៏បានមានប្រសាសន៍មុនមិញតិចដែរថាមានចំណុចខ្លះក៏ជាចំណុចដែលមិនត្រឹមត្រូវទៅតាមគោលការណ៍ពុទ្ធសាសនាទេបាទប្រសិនបើអញ្ជើញលោកសាស្ត្រាចារ្យដើម្បីផ្ដល់អនុសាសន៍នៅក្នុងការគោរពប្រតិបត្តិនៃពលរដ្ឋជាន់ក្រោយទាក់ទងនឹងជំនឿទាំងអស់នេះតើលោកសាស្ត្រាចារ្យនឹងផ្ដល់យោបល់យ៉ាងម៉េចបើតាមយោបល់ខ្ញុំថាទំនៀមទម្លាប់ការធ្វើបុណ្យភ្ជុំបិណ្ឌមុនលោកឆាន់បាំងស្កូលបច្ច័យ4អីចឹងជាដើមការធ្វើនឹងគឺជាការត្រឹមត្រូវហើយសមទៅតាមទំនៀមទម្លាប់ខ្មែរយើងគឺគួរតែប្រព្រឹត្តតទៅទៀតចុះណាប៉ុន្តែជំនឿខ្លះយើងគួរជំរុះចោលជំនឿត្រង់ណាដែលវាផ្ទុយគ្នានឹងវិទ្យាសាស្ត្រដែលជាការរកឃើញពិតប្រាកដរបស់អ្នកវិទ្យាសាស្ត្រសម័យបច្ចុប្បន្ននេះណាគួរតែបំភ្លេចចោលគួរជំរុះចោលដូចជាជំនឿលើប្រែតលើនរកអីចឹងជាដើមខ្ញុំនិយាយដល់ខ្លីថាកាលពីសម័យព្រះពីដើមគេមិនដឹងថាផែនដីមូលហើយវិលជុំវិញខ្លួនឯងទេគេដឹងថាផែនដីនឹងសំប៉ែតហើយប្រតិទិរះពីកើតទៅលិចចឹងហើយឃើញថាលើឋានមនុស្សដូចជាឋានកណ្ដាលគឺថាឋានសួគ៌នៅខាងលើឋាននរកនៅខាងក្រោមមនុស្សនៅកណ្ដាលជំនឿហ្នឹងជាជំនឿខុសពីវិទ្យាសាស្ត្រដែលគេរកឃើញតាមពិតឋានមនុស្សលោកហ្នឹងមិនមែនជាឋានកណ្ដាលទេមិនមែនស្ថិតនៅចំកណ្ដាលទេឯណាទៅឋានដែលស្ថិតនៅចំកណ្ដាលតាមពិតទៅនៅណាមែនតាមពិតទៅព្រះអាទិត្យនៅចំកណ្ដាលបាទហើយបានមានពិភព9ផែនដីហ្នឹងជាទី3វិលជុំវិញព្រះអាទិត្យហើយវិលខ្លួនឯងផងមានពិភពខ្លះវិលលឿនពិភពខ្លះវិលយឺតពិភពខ្លះវិលខ្លួនឯងយឺតពិភពខ្លះវិលខ្លួនឯងលឿនខុសគ្នាច្រើនណាស់មិនត្រូវគ្នាសោះហើយខ្លះធំមែនទែនខ្លះតូចមែនទែនដែលយើងមើលទៅលើមេឃខ្លះឃើញដូចជាផ្កាយប៉ុន្តែមានដំណើរមានចលនាទៅមុខពីមួយថ្ងៃទៅមួយថ្ងៃអាហ្នឹងគេហៅថាពិភពតែមើលទៅចំនៅកន្លែងដដែលរាប់រយឆ្នាំហ្នឹងគេហៅផ្កាយប៉ុន្តែយើងមើលមិនដឹងទេតើតែអ្នកវិទ្យាសាស្ត្រអវកាសគេមានកែវយិត្តមើលបានមើលឃើញនៅត្រឡប់មកចូលនៅក្នុងចំណុចជំនឿរបស់ខ្មែរវិញដែលលោកសាស្ត្រាចារ្យថាគួរកែប្រែហ្នឹងគឺលើចំណុចថាបើសិនជាអ្វីណាដែលខុសនឹងការស្រាវជ្រាវរបស់វិទ្យាសាស្ត្រគឺមិនគួរឲ្យជឿអញ្ចឹងទេណាបាទដូចជាជំនឿព្រះអង្គឡើងទៅត្រាស់ព្រមាតានៅលើឋានតាវតឹងអញ្ចឹងឡើងតាមចដាមាសចដាប្រាក់ចដាកែវហ្នឹងដូចគ្មានសមហេតុសមផលទេបាទជំនឿនោះថាជាជំនឿនៅពេលព្រះពុទ្ធអង្គលោកត្រាស់ដឹងក្រែងលោកថាវាមានភាពអស្ចារ្យណាមួយក៏ប៉ុន្តែអ្វីដែលកំពុងតែធ្វើពីបច្ចុប្បន្ននេះ
គួរអ្នកប្រតិបត្តិនៅក្នុងសង្គមពុទ្ធសាសនានឹងនឹងប្រតិបត្តិយ៉ាងម៉េចដែលសមរម្យតាមដំណើរណែនាំរបស់ពុទ្ធសាសនាផងដើម្បីជាការចម្រើនជឿនលឿននៅក្នុងសង្គមជាតិមួយផងមែនអាហ្នឹងពុទ្ធសាសនាត្រង់ហ្នឹងកន្លែងហ្នឹងគឺពឹងផ្អែកទៅលើជំនឿព្រះពុទ្ធសាសនាពិតប្រាកដចឹងហើយប៉ុន្តែជឿទៅតាមទំនៀមទម្លាប់នៅលើលោកីយ៍នេះផងយើងបើមិនខំរទេវាទៅជាអ្នកក្រវាទៅជាអ្នកអត់មានយស័ក្តិអត់មានទ្រព្យសម្បត្តិហើយរកការសបាយនៅលោកីយ៍នេះមិនឃើញទេការសបាយតលតែខំប្រឹងរហើយខំប្រឹងកសាងហើយបានទទួលគេឈ្មោះយស័ក្តិនឹងទៅតាមនឹងចឹងដែរឧបមាដូចជាអ្នកដែលខំរកស៊ីឲ្យបានច្រើនមានលុយកាក់ប្រាក់កាសច្រើនហើយបានកសាងសាលារៀនកសាងមន្ទីរពេទ្យកសាងផ្លូវថ្នល់កសាងសិល្បៈឧបមាទៅទិញគ្រឿងភ្លេងអីដាក់វត្តអីចឹងទៅអាហ្នឹងវាមានផលប្រយោជន៍ដល់សង្គមណាពង្រីកសង្គមយើងឲ្យរឹងប៉ឹងឲ្យមានឫសគល់ដូចជាដើមឈើដែលមានផ្កាល្អសង្គមយើងតែកាលណាគ្មានសិល្បៈគឺគ្មានផ្កាល្អទេដូចជាដើមឈើអញ្ចឹងសក់ក៏ក្រោះអញ្ចឹងហើយដូច្នេះសង្គមយើងតាមពិតទៅសង្គមយើងសិល្បៈខ្សោយជាងសង្គមដទៃសិល្បៈគេខ្ពង់ខ្ពស់ណាស់មកពីគេខំប្រឹងមកហើយដូច្នេះបានតែខ្ញុំពូសង្កត់ទៅលើការកសាងអញ្ចឹងប៉ុន្តែខ្ញុំចង់ឲ្យសង្កត់ទៅលើសិល្បៈផងកុំតែកសាងព្រះវិហារកុដិឬសាលាឆាន់តែប៉ុណ្្នឹងអានឹងត្រូវតែមានអញ្ចឹងហើយប៉ុន្តែឲ្យនឹកឃើញទៅដល់ការកសាងសង្គមផងការកសាងឫសគល់របស់យើងដើម្បីឲ្យដឹងថាយើងជាជាតិខ្មែរតែដូចថាសម្ដីសជាតិមាយាទសពូជណាបាទឲ្យសង្គមយើងរឹងប៉ឹងផងព្រមតែកសាងវិហារសាលាឆាន់អីចឹងជាដើមតែប៉ុណ្្នឹងនោះអាហ្នឹងវាជារឿងមួយប៉ុន្តែយើងចង់បង្កើនសិល្បៈហ្នឹងដើម្បីឲ្យអ្នកស្រុកអ្នកភូមិហ្នឹងឲ្យមានការសប្បាយរីករាយក្នុងការរស់នៅជាជីវិតបច្ចុប្បន្នហ្នឹងផងមិនបាច់តែសប្បាយអនាគតជាតិហ្នឹងទេកើតជាតិក្រោយបានសប្បាយទេឲ្យមានសប្បាយក្នុងជាតិនេះផងហើយនឹងបង្កើនសេដ្ឋកិច្ចផងឲ្យអ្នកស្រុកអ្នកភូមិប្រហែលជាមានអ្នកខ្លះជាកវីឬជាអ្នកច្រៀងពីរោះឬក៏អ្នកប្រកែខាងភ្លេងប៉ុន្តែបើមិនមានសិល្បៈអស់ហ្នឹងទេអ្នកទាំងនោះឯងស្លាប់ទៅវិញឥតអំពើហើយដូច្នេះវាខាតទាំងសេដ្ឋកិច្ចវាខាតទាំងការរុងរឿងស្រុកស្ទេសសង្គមនឹងផងវាខាតទាំងអស់យ៉ាងណាហើយម្យ៉ាងទៀតប្រទេសជាតិយើងហ្នឹងมันលូតលាស់ចម្រើនដោយសារសិល្បៈនឹងខ្សោយចឹងដែរណាបាទនាងលោកសាស្ត្រាចារ្យតាមពិតដោយសារតែយើងអស់ពេលផងទី2គឺដោយសារតែខ្ញុំមានសង្ឃឹមថាលោកសាស្ត្រាចារ្យនឹងអញ្ជើញសារជាថ្មីម្ដងទៀតនៅថ្ងៃអនាគតខ្ញុំក្នុងនាមវិទ្យុអាស៊ីសេរីសូមថ្លែងអំណរគុណជ្រាលជ្រៅចំពោះការផ្ដល់វិភាគទានផ្នែកបញ្ញាស្មារតីដើម្បីសង្គមនៅក្នុងការនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាទៅណា